Trongរៀបសួរបងប្អូនសម្រាប់ថ្ងៃនេះខ្ញុំជៀនជូនជាមួយនឹងត្រីប៉បងប្អូនជៀនជូនមានដាក់ខ្ញីដូចខ្ញុំអត់បងប្អូនខ្ញុំមានដាក់ខ្ញីហើយនឹងសៀងអញ្ចឹងណាបងប្អូនហើយបន្ទាប់ជាមួយនឹងអន្លក់ស្រស់ដូចជាត្រសក់ការ៉ុតហើយនឹងសណ្តែកគួរចាចំពោះអន្លក់គឺបងប្អូនដាក់តាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំគឺចូលចិត្តតែ3មុខហ្នឹងគឺដាក់តែ3មុខហ្នឹងឯងបងប្អូនសម្រាប់វិធីធ្វើមុនដំបូងយើងដាក់ខ្លាញ់ក្នុងខ្ទះនឹងឲ្យក្តៅបន្តិចសិនបន្ទាប់មកគឺយើងដាក់ត្រីចៀនឲ្យស្អិនសិនបងប្អូនចាយើងចៀនត្រីឲ្យវាឆ្អិនទុកមួយឡែកសិនណាបងប្អូនចានៅពេលដែលយើងដាក់ត្រីចៀននោះបងប្អូនកុំភ្លេចដាក់អំបិលបន្តិចផងដើម្បីកុំឲ្យផ្ទុះហើយកុំឲ្យឆ្អាបត្រីចាឥឡូវត្រីខ្ញុំគឺឆ្អិនហើយបងប្អូនចាគឺយើងប្រែត្រឡប់វាទៅមកជារៀងរួចហើយគឺចាប់ផ្ដើមដួសដាក់ចានតែម្ដងទុកវាមួយឡែកសិនដើម្បីយើងឆាសៀងនិងខ្ញីហ្នឹងឲ្យឆ្អិនហើយបាននាងខ្ញុំដាក់ត្រីចូលចាឥឡូវចាប់ផ្ដើមមកបំពងខ្ទឹមឲ្យរាងឈ្ងុយបន្តិចបន្ទាប់ពីបំពងខ្ទឹមឈ្ងុយបន្តិចហើយគឺចាក់សៀងចូលតែម្ដងបងប្អូនខ្ញុំប្រើសៀងហ្នឹងមួយកូនចានចង្កឹះបន្ទាប់មកគឺដាក់ម្សៅស៊ុបខ្នុរហ្នឹង2ស្លាបព្រាកាហ្វេហើយប៊ីចេងហ្នឹងគឺ2ស្លាបព្រាកាហ្វេកូរវាឲ្យរលាយបន្តិចសិនណាបងប្អូនបន្ទាប់មកខ្ញុំដាក់ស្ករក្រហមហ្នឹងគឺ1ស្លាបព្រាបាយឲ្យរាងច្រើនបន្តិចទេបងប្អូនព្រោះអីសៀងហ្នឹងរាងប្រៃអញ្ចឹងណាហើយអត់ដាក់អំបិលទេបងប្អូនព្រោះអីសៀងយើងវារាងប្រៃស្រាប់ហើយបន្ទាប់មកគឺយើងដាក់ខ្ញីចូលឆាខ្ញីជាមួយសៀងនឹងឲ្យឆ្អិនល្អសិនបងប្អូនបន្ទាប់មកបានខ្ញុំដាក់ត្រីចូលចាបងប្អូនអាចដួសទឹកសៀងនឹងមកស្រោចលើត្រីក៏បានដែរប៉ុន្តែគ្រួសាររបស់ខ្ញុំគឺដាក់ត្រឡប់ត្រីជាមួយនឹងទឹកសៀងនឹងសិនបងប្អូនដើម្បីឲ្យវាចូលជាតិគ្នាបើសិនជាដួសសៀងដែលឆាហើយយកមកដាក់លើត្រីដូចជាអត់សូវឆ្ងាញ់អញ្ចឹងទៅខ្ញុំដាក់ឆាត្រីហ្នឹងជាមួយសៀងតែម្ដងចាតំណងទេបងប្អូនឆ្អិនរួចរាល់ហើយគឺមុខម្ហូបសម្រាប់ថ្ងៃនេះគឺចៀនជួនត្រីពោបងប្អូនចាបន្ទាប់ជាមួយនឹងអន្លក់ស្រស់បងប្អូនចាឆ្ងាញ់មែនទែនបងប្អូនរយម្ទេសពីលើបន្តិចមកគឺឆ្ងាញ់បងប្អូនចូលចិត្តហឹរបងប្អូនដាក់រាងច្រើនបន្តិចតែក្រុមគ្រួសាររបស់ខ្ញុំគាត់អត់ចូលចិត្តហឹរទេអញ្ចឹងខ្ញុំដាក់ម្ទេសល្មមសម្រាប់ចំណង់ចំណូលចិត្តចាឆ្ងាញ់ណាស់បងប្អូននិយាយញ៉ាំបាយអស់រលីងតែម្ដងបងប្អូនចាបងប្អូនធ្វើញ៉ាំទាំងអស់គ្នាបងប្អូនចាសម្រាប់មុខម្ហូបថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើន